នេះគឺជាយន្តហោះរបស់លោកប្រធានាធិបតីចិនគឺលោកស៊ីជីនពីងដែលបានចុះចតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិក្រុងភ្នំពេញកាលពីថ្ងៃទី17ថ្មីកន្លងទៅនេះយន្តហោះមួយនេះជាប្រភេទ Boeing 747-800 ដែលជាយន្តហោះខ្នាតធំជាងគេនិងជាជំនាន់ចុងក្រោយនិងទំនើបជាងគេរបស់ Boeing វាមានតួនាទីដឹកលោកប្រធានាធិបតីស៊ីជីនពីងក្នុងការធ្វើដំណើរទស្សនកិច្ចឬការប្រជុំនានាជាមួយប្រធានាធិបតីផ្សេងទៀតជុំវិញពិភពលោកយន្តហោះ Boeing 747-800 ជំនាន់ចុងក្រោយនេះអាចបើកបាននៅល្បឿន908គីឡូម៉ែត្រក្នុង1ម៉ោងនិងអាចហោះបាននៅរយៈចម្ងាយ 14000 គីឡូម៉ែត្រដោយពុំចាំបាច់ចាក់សាំងថែមទៀតផងយន្តហោះមួយនេះត្រូវបានគេរៀបចំយ៉ាងល្អិតល្អន់សម្រាប់ការធ្វើដំណើររបស់ប្រធានាធិបតីគណៈរដ្ឋមន្ត្រីរួមជាមួយនឹងប្រតិភូជាន់ខ្ពស់ជាឧទាហរណ៍កំឡុងពេលធ្វើដំណើរនៅលើយន្តហោះនេះលោកប្រធានាធិបតីអាចបើកការប្រជុំកិច្ចការសំខាន់នានានិងអាចទំនាក់ទំនងបញ្ជាផ្ទាល់នៅលើអាកាសថែមទៀតផងគួរបញ្ជាក់ទៀតថាមុនការមកដល់របស់លោកប្រធានាធិបតីចិនស៊ីជីនពីងក៏នៅមានយន្តហោះ Boeing 747 Cargo បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញយើងចាប់តាំងពីថ្ងៃទី7ខែមេសាឆ្នាំ2025មកម្លេះវាមានតួនាទីដឹកនៅរថយន្តនិងសម្ភារៈប្រើប្រាស់នានារបស់ប្រធានាធិបតីនៅថ្ងៃទី17ខែមេសាឆ្នាំ2025កំឡុងពេលមកដល់របស់ប្រធានាធិបតីចិនគឺលោកស៊ីជីនពីងមានយន្តហោះ Boeing 747-800 ចំនួនទៅដល់2គ្រឿងឯណោះនៅក្នុងនោះមួយគ្រឿងគឺជាយន្តហោះអមដំណើរប្រធានាធិបតីនិងមួយគ្រឿងទៀតគឺសម្រាប់ដឹកលោកប្រធានាធិបតីស៊ីជីនពីងដើម្បីមកបំពេញទស្សនកិច្ចផ្លូវរដ្ឋក្នុងរយៈពេល2ថ្ងៃគឺនៅថ្ងៃទី17និងថ្ងៃទី18ខែមេសាឆ្នាំ2025ក្នុងប្រទេសកម្ពុជាយើងផ្ទាល់តែម្ដង